បាទសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់ AI Tech បាទថ្ងៃនេះយើងនឹងមកប្រៀបធៀបពីគុណភាពដែល generate រូបភាពដោយប្រើ AI Leonardo ជាមួយនឹង AI របស់ CapCut មួយមានឈ្មោះថា Trimina បាទឥឡូវនេះយើងធ្វើការបើកចូលមកកាន់ Leonardo AI មកបាទអញ្ចឹងនៅក្នុង Leonardo AI គឺជា AI ដែលគេឲ្យយើង generate រូបភាពបានដោយប្រើ credit បាទអញ្ចឹងវាមាន limit សម្រាប់យើងណាបាទអូខេអញ្ចឹងអ្នកគ្នាចុចកន្លែងនេះ image create មកបាទបន្ទាប់មកកន្លែងនេះគឺយើងអាចធ្វើការវាយជា prompt ដើម្បីបង្កើតជារូបភាពបាទដោយយើងដាក់ជាទំហំរូបភាពបានបាទមានផ្ដេកមានបញ្ឈរអីបាទអូខេឥឡូវយើងចូលទៅសរសេរ prompt រូបភាពមួយសិនបាទអញ្ចឹងយើងធ្វើការបើក ChatGPT មកបាទបាទអញ្ចឹងឥឡូវយើងឲ្យវាសរសេរពី prompt មួយនិយាយអំពីស្ត្រីម្នាក់ដែលស្លៀកពាក់សម័យខ្មែរបុរាណអូខេអញ្ចឹង prompt សរសេររួចហើយអ្នកគ្នាធ្វើការ copy មកបាទអូខេអញ្ចឹងយើងចូលទៅ generate រូបភាពនៅក្នុង Leonardo មុនបាទអូខេយើងផាស prompt ហើយអ្នកគ្នាធ្វើការចុច generate មកអូខេអញ្ចឹងក្រោយពី Leonardo ធ្វើការ generate មកយើងឃើញថាយើងបានរូបភាពច្រើនបាទហើយរូបភាពច្បាស់ល្អក៏ប៉ុន្តែយើងមើលទៅវាអត់ដូចជាលក្ខណៈបែបខ្មែរទេបាទអូខេអញ្ចឹងយើងចង់បង្កើតរូបភាពមួយដែលមើលទៅលក្ខណៈបែបខ្មែរបាទអូខេយើងអាចប្រើ AI មួយទៀតឥឡូវយើងចូលទៅសាក AI មួយទៀតរបស់ CapCut បាទអញ្ចឹង AI ហ្នឹងគឺមាននៅក្នុង CapCut កម្មវិធី CapCut ណាបាទអូខេអញ្ចឹងឥឡូវយើងធ្វើការយក prompt ដដែលហ្នឹងបាទយក prompt ដដែលបាទយកទៅធ្វើការ generate នៅក្នុង website មួយដែលមានឈ្មោះថា Trimina AI បាទអញ្ចឹងអ្នកគ្នាអាចចូលមកកាន់ website នេះមកបាទអូខេអញ្ចឹងនៅក្នុង website Trimina នេះគឺយើងអាចធ្វើការ generate ជារូបភាពបាទក៏ដូចជាវីដេអូបាទឥឡូវយើងចុចកន្លែងរូបភាពហើយអានេះគឺជាអ្វីដែលខ្ញុំបានធ្វើពីមុនបាទអូខេយើងឃើញថាស្អាតមែនតើឥឡូវនេះយើងប្រើ prompt ថ្មីបាទដើម្បីធ្វើការ generate រូបថ្មីបាទអញ្ចឹងយើងអាចរើសមុខងារបាទក្នុងនេះមានមុខងារ image 2.1 បាទ image 2. Pro ក៏ដូចជា 1.4 អញ្ចឹងទាំង4នេះគឺយើងអាចប្រើបានទាំងអស់ក៏ប៉ុន្តែខាងលើនេះគឺល្អជាងគេបាទឥឡូវយើងអាចនេះជ្រើសរើសជាលក្ខណៈទំហំដែលបង្ហាញបាទយើងចង់បញ្ឈរឬក៏ចង់ផ្ដេកអីយើងសេរីតាមនេះមកបាទបន្តមកអ្នកគ្នាចុច generate មកបាទអូខេអញ្ចឹងយើងឃើញថា AI នេះ generate រូបភាពបានស្អាតបាទមើលទៅបែបលក្ខណៈជាខ្មែរតែម្ដងបាទទាំងក្បាច់រចនាក៏ដូចជារូបចម្លាក់អីគឺដូចសុទ្ធតែម្ដងអូខេខ្ញុំគិតថា AI នេះគឺមានសមត្ថភាពខ្លាំងហើយបាទអញ្ចឹងបើយើងប្រៀបធៀបជាមួយ Leonardo គឺ Leonardo នៅមានកម្រិតជាងបាទអូខេឥឡូវយើងបដូរមុខងារមក image 1.4 វិញបាទដែលមើលទៅវាជួយបង្កើនពន្លឺបាទអូខេឥឡូវខ្ញុំធ្វើការ generate ម្ដងទៀតបាទអញ្ចឹងរាល់ការ generate វាប្រើប្រាស់ជីមតែ2ជីមទេបាទអូខេអញ្ចឹងអ្នកគ្នាឃើញថាយើងប្រើមុខងារ image 1.4 គឺជួយបង្កើនពន្លឺបាទអញ្ចឹងយើងឃើញរូបភាពនេះវាភ្លឺស្អាតទេបាទអញ្ចឹងអានេះវាជាមុខងារពិសេសនៅក្នុង Trimina AI បាទអញ្ចឹងបើយើងប្រៀបធៀបពីតម្លៃនៃការប្រើប្រាស់ AI ហ្នឹងគឺបើសិនជាយើងចុះឈ្មោះ free គឺវា free ឲ្យ100 ជីមហើយរាល់ការ
យើងធ្វើការ generate ម្ដងគឺ VC អស់2 gym បាទអូខេអញ្ចឹងបើប្រៀបធៀបនឹង Leonardo គឺវាប្រហាក់ប្រហែលគ្នាគ្រាន់តែ Leonardo វាមានវាឲ្យ gym យើងតិចបាទយើង generate បានតាម2ដង3ដងគឺអស់ហើយបាទគឺត្រូវតម្រូវឲ្យយើងធ្វើការបង់លុយបាទអញ្ចឹងបើយើងប្រៀបធៀបរូបភាពរបស់ Leonardo ជាមួយនឹង Trimina AI របស់ CapCut គឺឃើញថា Trimina ធ្វើបានល្អជាងបាទរូបភាពគឺស្អាតច្បាស់ហើយមានលក្ខណៈជាលក្ខណៈខ្មែរថែមទៀតបាទ